អារម្មណ៍ស្រស់ស្រាយប្លែកអារម្មណ៍ជាមួយនឹងទេសភាពពេលព្រឹកព្រលឹមនៅកោះនរាព្រឹកព្រលឹមនេះខ្ញុំទទួលបានអារម្មណ៍ប្លែកជាងរាល់ដងត្រឹមម៉ោង 6:30 នាទីព្រឹកខ្ញុំមកដល់កោះនរាបាត់ទៅហើយថ្មីនេះបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាតានតឹងស្មុគស្មាញគិតច្រើនពេកផ្លូវចិត្តធ្វើឲ្យឆាប់ខឹងកុំភ្លេចមកស្រូបយកខ្យល់អាកាសនៅកោះនរាម្ដងទៅនោះអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញដូចជាខ្ញុំទទួលបានឥឡូវហ្នឹងអញ្ចឹងចំណែកឲ្យផ្ការីកស្រស់លាយឡំនឹងខ្យល់ទន្លេមើលថ្ងៃរះច្បាស់បែបនេះមិនបាច់ទៅណាឆ្ងាយទេត្រឹមកោះនរាយើងនឹងយកមិនអស់ផងចង់រត់ចង់ដើរចង់បណ្ដើរសัตว์នៅទីនេះអត់មានអ្នកហាមឃាត់យើងទេសំខាន់លើពេលវេលារបស់យើងមានច្រើនឬអត់ហើយបែងចែកបែបម៉េចអាស្រ័យលើខ្លួនឯងផ្ទាល់មានពេលវេលាផ្ទាល់ខ្លួនច្រើនឬតិចដល់ចំណុចនេះឮសំឡេងទូកកាន់តែគិតថាដូចនៅតាមតំបន់ទន្លេកន្លែងនេសាទត្រីអញ្ចឹងហើយពេលដែលយើងស្រូបយកខ្យល់អាកាសគឺកាន់តែធ្វើឲ្យយើងស្រឡះខ្លួនជាងមុនបើសัตว์ចាបវិញយំសឹងតែគ្រប់កន្លែងរកកន្លែងថ្លៃមិនបានខ្ញុំចូលចិត្តខ្លាំងណាស់នៅអារម្មណ៍បែបនេះអារម្មណ៍សេតក៏បាត់អស់បើសិនជាមកជាមួយនឹងដៃគូដៃកង់ទៀតដឹងតែកើនអនុស្សាវរីយ៍ទៀតហើយបើយើងមើលពីខាងកោះនរាទៅក្រុងឃើញអគារខ្ពស់ទើបដឹងថាកម្ពុជាយើងអភិវឌ្ឍបានច្រើនក៏ដូចជាកន្លែងកម្សាន្តនានាសម្រាប់ឲ្យបងប្អូនយើងសម្រាប់លំហែកាយពីការងារពីការរកស៊ីផងដែរជាពិសេសផ្លូវចិត្តការ stress បានប្រសើរជាងមុនក្រឡេកតែបន្តិចឃើញបងប្រុសម្នាក់បណ្ដាល Golden គាត់ចាប់អត់ឈ្នះទេវារត់ឡើងពេញនឹងឡើងវិលមុខមើលទៅអ្នកទាំងអស់គ្នាវាឆ្លេឆ្លាមួយថ្ងៃហើយឯខាងនេះគឺជាសកម្មភាពអ៊ំពូមីងគាត់ហែទឹកដើម្បីកុំឲ្យគៀបសរសៃឆ្អឹងខ្នងនេះបង្ហាញថាគាត់ជាគំរូល្អសម្រាប់ឲ្យក្មេងៗឲ្យចេះថែរក្សាសុខភាពខ្លួនឯងស្ពានកោះនរាស្អាតហើយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នាអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានវីឡុករបស់ខ្ញុំកុំភ្លេច Subscribe ឲ្យខ្ញុំផងណាអរគុណបាយបាយ